ការចាំមន់បែបប្រឡែងបងប្អូនជំរាបសួរសួស្តីខានពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចេញចែកចាយទៅបងប្អូនទស្សនាអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះរៀបរាប់ពីការចាំមន់ត្រុសប្រាប់ពុកម៉ែបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ស្រឡាញ់វិស័យខាងចិញ្ចឹមមាន់ស្រឡាញ់ខាងវិស័យកសិកម្មចិញ្ចឹមមាន់បែបលក្ខណៈគ្រួសារចិញ្ចឹមទៅឲ្យបានរស់អញ្ចឹងបងប្អូនបាទអញ្ចឹងនៅក្នុងរដូវវស្សានេះអញ្ចឹងការចិញ្ចឹមមាន់វាបែងចែកខុសពីខែប្រាំងបាទអញ្ចឹងខែវស្សាគឺជាខែភ្លៀងធ្លាក់ហើយក៏វាត្រជាក់ផងដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមមាន់ឲ្យបានរស់នៅក្នុងខែវស្សានេះផងដែរអញ្ចឹងបងប្អូនចិញ្ចឹមមាន់បែបប្រឡែងបាទអញ្ចឹងនៅក្នុងខែវស្សានេះបងប្អូនត្រូវតែដាក់ទ្រុងវាឲ្យបានត្រឹមត្រូវនៅពេលដែលមានមេឃភ្លៀងកុំឲ្យមាន់យើងហ្នឹងវាត្រូវនឹងទឹកភ្លៀងផងដែរអញ្ចឹងវាបណ្ដាលឲ្យមាន់យើងហ្នឹងកើតទៅជាជំងឺផ្ដាសាយបាទសង្កប់អីអញ្ចឹងទៅបាទអញ្ចឹងការថែទាំមាន់របស់យើងនៅក្នុងខែវស្សានេះនៅពេលមេឃភ្លៀងសូមបងប្អូនកុំប្រឡែងវាចេញទៅក្រៅកាលណាតែប្រឡែងវាចេញទៅក្រៅវាត្រូវទឹកភ្លៀងវាដើរផឹកទឹកមិនល្អវាធ្វើឲ្យមាន់យើងហ្នឹងងាយនឹងឆ្លងផ្ដាសាយងាយនឹងឆ្លងជំងឺផ្សេងផងដែរអញ្ចឹងបងប្អូននៅក្នុងរដូវវស្សានេះបងប្អូនត្រូវតែសម្អាតលាមកវានៅក្នុងទ្រុងឲ្យបានស្អាតល្អទៅបាទអញ្ចឹងយើងកុំសូវប្រឡែងវាពេកបាទយើងប្រឡែងវានៅពេលមេឃដែលបើកថ្ងៃទៅយើងប្រឡែងវាបានអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងបើសិនជាមេឃនឹងវាអត់ទាន់បើកថ្ងៃក្តៅទេទឹកសើមនៅសើមអាហ្នឹងបងប្អូនកុំប្រឡែងវាអីអាហ្នឹងបងប្អូនទុកឲ្យទឹកសើមក្តីរឿងឈ្មោះតិចទៅចាំប្រឡែងវាអាហ្នឹងវាល្អដែរបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងសម្រាប់ប្រើថ្នាំការពារវាវិញនៅក្នុងខែភ្លៀងខែត្រជាក់បាទអញ្ចឹងជាទូទៅខ្ញុំប្រើកន្លះខែខ្ញុំត្រូវតែការពារវាម្ដងបាទការពារវាម្ដងរួចឲ្យផឹកទឹកធម្មតាវិញអញ្ចឹងខ្ញុំការពារវានោះមានអីបងប្អូនដល់គ្នាបាទអញ្ចឹងវាអត់មានអីច្រើនទេវាមានថ្នាំតែ2មុខ3មុខទេបាទអញ្ចឹងនៅក្នុងពងទឹកនោះខ្ញុំការពារកន្លះខែម្ដងនោះខ្ញុំដាក់អីអញ្ចឹងខ្ញុំដាក់ធីហ្វីមួយគ្រាប់ប៉ារ៉ាមួយគ្រាប់ហើយនឹងថ្នាំអាមុកមួយគ្រាប់បាទបើសិនជាយើងមានអំពីដាក់អំពីមួយគ្រាប់ទៅក៏បានដែរបើសិនយើងអត់មានអាមុកអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនដាក់ការពារវាកន្លះខែការពារវាម្ដងទៅអាហ្នឹងធ្វើឲ្យមាន់បងប្អូនអត់ចេះឈឺទេបងប្អូនអរគ្នាបាទអញ្ចឹងអ្វីដែលសំខាន់នៅក្នុងទ្រុងមាន់យើងត្រូវតែសម្អាតវាឲ្យបានស្អាតជានិច្ចកុំឲ្យវាមានជាតិចំហេះជាតិឈួលដែលមេឃភ្លៀងសាច់មកចូលទ្រុងយើងហ្នឹងវាបណ្ដាលឲ្យមាន់យើងឈឺផងដែរនៅពេលដែលយើងខ្វះអនាម័យអញ្ចឹងវាធ្វើឲ្យមាន់យើងឈឺអញ្ចឹងបងប្អូនដឹងហើយការរស់នៅរបស់យើងក៏ដូចការរស់នៅរបស់សត្វដែរព្រោះអីការរស់នៅស្អាតហូបស្អាតអាហ្នឹងវាធ្វើឲ្យសុខភាពរបស់យើងស្អាតមិនងាយនឹងឆ្លងជំងឺផ្សេងបាទហើយសម្រាប់មាន់នេះក៏ដោយក៏វាដូចគ្នាដែរបងប្អូនដល់គ្នាអញ្ចឹងហូបស្អាតការរស់នៅផិនមាន់ស្អាតអញ្ចឹងវាអត់ងាយនឹងឆ្លងជំងឺផងដែរបងប្អូនដល់គ្នាកាលណាតែយើងរស់នៅមិនស្អាតអាហ្នឹងវាឆ្លងជំងឺដែរមាន់និងមនុស្សវាអត់ខុសពីគ្នាទេតែគាត់ថាមាន់យើងអត់ដឹងថាវាឈឺនៅពេលណាទេដល់ពេលវាចាប់ដើមឈឺគឺវាឈឺតែម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវតែអនាម័យមាន់អនាម័យទ្រុងមាន់ឲ្យបានស្អាតជាប្រចាំហើយឆ្នូកចំណីឆ្នូកទឹកឆ្នូកអីហ្នឹងបងប្អូនត្រូវតែលាងស្អាតវាលាងឲ្យវាស្អាតទៅបាទហើយហាមកុំឲ្យមាន់យើងស៊ីនៅចំណីផ្អួរចំណីគ្មានគុណភាពកាលណាតែចំណីគ្មានគុណភាពស៊ីទៅធ្វើឲ្យមាន់យើងឈឺដូចជាកើតជំងឺហើមគាបាទហើមគាមិនរលាយអាហារបាទអញ្ចឹងមាន់វាមានជំងឺច្រើនបើសិនជាបងប្អូនមិនបាន
យល់នៅចំណុចនឹងខ្លះទេអញ្ចឹងបងប្អូនគាត់ចិញ្ចឹមមាន់ទៅប្រកាសគាត់នឹងជប់បរាជ័យហើយបាទក្នុងការចិញ្ចឹមមាន់បាទគឺគាត់ដាក់ទៅខាតបងដាក់ទៅងាប់ចិញ្ចឹមទៅមិនរស់បាទប្រកបណាស់បងប្អូនលេចចង់ចាំហើយបើសិនជាបងប្អូនចិញ្ចឹមទៅបានចិញ្ចឹមទៅកើតចិញ្ចឹមទៅអត់ងាប់បាទអាហ្នឹងបងប្អូនចង់ចិញ្ចឹមហើយចិញ្ចឹមបែបប្រលេងហើយនៅតែមិនងាប់បែបហ្នឹងណាបងប្អូនអ្នកនរគ្នាអញ្ចឹងបងប្អូននឹងចង់ចាំហើយបាទអញ្ចឹងការអនាម័យទ្រុងវាសំខាន់អញ្ចឹងបងប្អូនត្រូវតែអនាម័យទ្រុងឲ្យបានល្អបងប្អូនដាក់ថ្នាំការពារវាខ្លះទៅបាទដើម្បីកុំឲ្យទប់ស្កាត់បាទទប់ស្កាត់នឹងជំងឺផ្ដាសាយនៅខែភ្លៀងខែត្រជាក់ខែវស្សានេះផងដែរបាទបងប្អូនធ្វើបែបហ្នឹងទៅគឺវាមាន់យកងាយឈឺទេបងប្អូនបាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំឆ្លៀតមកចេញវីដេអូនេះខ្ញុំមកសម្អាតទ្រុងមាន់របស់ខ្ញុំបាទអញ្ចឹងវារយៈពេលកន្លះខែហើយដែលខ្ញុំត្រូវសម្អាតយូរអង្កាមចេញបាទឃើញថាវារៀងសុខពុកមែនទែនបាទវារៀងអត់សូវស្អាតបាទអញ្ចឹងក្នុងកន្លះខែខ្ញុំត្រូវតែប្រមូលវាម្ដងបាទដោយសារតែរវល់ពេកមួយរយៈនេះមិនសូវបានចេញវីដេអូប្រហែលទេបងប្អូនដល់គ្នាអញ្ចឹងបងប្អូនការចាំមាន់បងប្អូនត្រូវតែនៅពេលមេឃភ្លៀងកុំប្រឡែងវាបាទអញ្ចឹងមេឃរៀងភ្លៀងយើងស្មៅដែលមិនទាន់មានទាំងសើមជាប់នៅតាមហ្នឹងវាអស់ទាំងសើមហើយអញ្ចឹងយើងចាប់ដើមប្រឡែងមាន់ទៅបាទឥឡូវនេះខ្ញុំប្រឡែងហើយបាទការចាំមាន់បែបប្រឡែងបងប្អូនអរគ្នាអញ្ចឹងបងប្អូនកុំប្រឡែងនៅពេលមេឃភ្លៀងបងប្អូនវាដើរស៊ីអញ្ចឹងវាធ្វើឲ្យមាន់របស់យើងហ្នឹងវាងាប់ត្រូវភ្លៀងវាផឹកទឹកមិនល្អអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំបើកវាប្រឡែងបងប្អូនឃើញមេឃក្តៅវិញឥឡូវមេឃក្តៅបាទអញ្ចឹងខ្ញុំបើកវាបាទខ្ញុំធ្វើបែបហ្នឹងជាប្រចាំបាទនៅក្នុងខែវស្សាចឹងការចិញ្ចឹមមាន់របស់ខ្ញុំនេះគឺចិញ្ចឹមមាន់បានល្អផងដែរគឺវាអត់មានជំងឺមានឈឺអីទេបងប្អូនអរគ្នាចឹងដោយសារតែដីខ្ញុំនេះវាទម្លាយដែរបាទចឹងខ្ញុំអត់ចិញ្ចឹមដាក់ទ្រុងទេគឺខ្ញុំចិញ្ចឹមប្រឡែងបែបហ្នឹងឯងបងប្អូនអរគ្នាបងប្អូនមើលទៅហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទជួបគ្នានៅក្នុងវីដេអូក្រោយទៀតបងប្អូនអរគ្នាបាទ